បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំវណ្ណិតក្រោមប្រធានបទទេសចរបែបប្រវត្តិសាស្ត្រនេះផងដែរគឺខ្ញុំកំពុងតែស្ថិតនៅទីតាំងប្រាសាទភ្នំបាខែងដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទពីរទៀតមានប្រាសាទភ្នំក្រោមហើយនិងប្រាសាទភ្នំបូកដែលថ្ងៃនេះផងដែរខ្ញុំមកលេងនៅប្រាសាទភ្នំបាខែងនេះគឺចង់ផ្ដិតយកទស្សនវិជ្ជាជាក់ស្ដែងដូចជាទស្សនវិជ្ជាដែលបងប្អូនទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគាត់មកទស្សនាថ្ងៃរៀបលេខក៏ដូចជាប្រវត្តិខ្លះៗដែលខ្ញុំបានសិក្សាស្រាវជ្រាវអំពីប្រាសាទមួយនេះចែកជូនបងប្អូនទាំងអស់គ្នាតោះ Let's go ប្រាសាទភ្នំបាខែងមិនត្រឹមតែជារមណីយដ្ឋានប្រវត្តិសាស្ត្រនោះទេថែមទាំងជាតំបន់ទេសចរដ៏ពេញនិយមមួយដែលមានភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកទស្សនាយ៉ាងច្រើនកកកជាប្រចាំថ្ងៃជាពិសេសគឺពេលរសៀលតែម្ដងដោយសារតែប្រាសាទនេះគឺជាទីតាំងមើលថ្ងៃលិចដ៏ស្រស់ស្អាតមួយនៅក្នុងក្រុងសៀមរាបឥឡូវនេះគឺខ្ញុំកំពុងតែធ្វើដំណើរដើម្បីឡើងទៅកាន់ប្រាសាទភ្នំបាខែងដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចនៅលើប្រាសាទភ្នំបាខែងផងដែរប៉ុន្តែស្របពេលកំពុងតែធ្វើដំណើរគឺយើងទទួលបាននៅអារម្មណ៍ស្រស់ស្រាយមែនទែនអ្នកនាងដោយសារតែផ្លូវនេះគឺមានទេសភាពដើមឈើទូចធំនិងវាលស្មៅហើយទទួលបានអារម្មណ៍ថាស្រស់ស្រាយនិងត្រជាក់មែនទែនអ្នកនាងនៅពេលដែលធ្វើដំណើរតាមផ្លូវនេះហើយស្របពេលធ្វើដំណើរតាមដងផ្លូវហ្នឹងគឺដល់ពាក់កណ្ដាលផ្លូវគឺយើងមានកន្លែងសម្រាប់មើលថ្ងៃលិចមួយផងដែរអ្នកនាងដែលនៅកន្លែងនេះគឺជាយើងអាចមើលឃើញបរាយទឹកថ្លារបស់យើងអ្នកនាងដែលជាបរាយមួយដែលគេហៅថាសមុទ្រសៀមរាបនេះគឺទេសភាពនៅទីនេះក៏ស្រស់ស្អាតបញ្ចេញនៅខាងលើប្រាសាទដែរបងប្អូននាងស្នេហ៍យើងមានរឿងអ្វីទៅត្រឹងមិញជួបពើនៅញញឹមឥឡូវមិនក៏ក្តីសង្ឃឹមស្រាប់តែលែងញញឹមលៀងរលឹមខ្យល់ភ្លួងទាំងថ្ងៃឥឡូវនេះគឺខ្ញុំបានធ្វើដំណើរឡើងមកដល់ប្រាសាទភ្នំបាខែងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមធ្វើការជម្រាបបងប្អូនទាំងអស់គ្នាអំពីប្រវត្តិខ្លះៗដែលខ្ញុំបានសិក្សាស្រាវជ្រាវអំពីប្រាសាទមួយនេះផងដែរប្រាសាទភ្នំបាខែងត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ907នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទយសោវរ្ម័នទី1ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្ដាលទីក្រុងយោសោធបុរៈឬអង្គរទី1ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្តនិងប្រាសាទអង្គរធំចាប់ពីជើងភ្នំដល់កំពូលភ្នំនៃប្រាសាទមានកម្ពស់78ម៉ែត្រប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរគឺភ្នំក្រោមនិងភ្នំបូកប្រាសាទភ្នំបាខែងជាប្រាសាទមួយដែលគេចាត់ទុកថាជាប្រាសាទដែលមានប៉មខ្វែងគ្នានិងមាន5ថ្នាក់ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃផ្លូវពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័នជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបាននៅពេលថ្ងៃលិចប្រាសាទនេះកសាងឡើងនៅចុងសតវត្សទី9និងដើមសតវត្សទី10ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី1ក្នុងចន្លោះឆ្នាំ889ដល់910ដែលគោរពដល់ព្រហ្មញ្ញសាសនាប្រាសាទភ្នំបាខែងមានកំពូល109និងមានកម្ពស់45ម៉ែត្រប្រាសាទនេះតំណាងឲ្យភ្នំព្រះសុមេរុប្រាសាទនេះមាន7ជាន់គឺជាន់ក្រោម5ថ្នាក់និងជាន់លើដែលតំណាងឲ្យឋានសួគ៌7ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនាតារាមានស្នេហ៍សរសេរឲ្យបងស្មានតែលួនអូហាបងទៅធោះតែស្នេហ៍ចាស់ផ្លូវឲ្យបងជប់ស្នេហ៍អូនទៅពេលដាច់ចិត្តថាគូស្នេហ៍ហើយប្រាសាទភ្នំបាខែងមានប្រាង្គចំនួន108មានលក្ខណៈតម្រៀបស្មើគ្នាគឺ12ប្រាង្គធំកណ្ដាលមួយនៅជាន់ខាងលើសប្តាហ៍ថ្ងៃនេះប្រាង្គមួយចំនួនធំត្រូវបានដួលរលំប្រាង្គទាំង12នៅតាមថ្នាក់នីមួយៗគឺតំណាងឲ្យសត្វទាំង12នៃឆ្នាំហើយប្រាង្គទាំង108នោះប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមចន្ទគតិទាំង4ដែលមានរយៈពេល27ថ្ងៃនៃចន្លោះពេលនីមួយៗតាមទិសនីមួយៗយើងអាចមើលឃើញតែ33ប្រាង្គតែប៉ុណ្ណោះនេះគឺតំណាងឲ្យទេវតាទាំង33ក្នុងព្រហ្មញ្ញសាសនាជណ្ដើរឡើងប្រាសាទនេះគឺមានលក្ខណៈចោតខ្លាំងនៅតាមជណ្ដើរនៃថ្នាក់ទាំង5មានតោឈរយាមផ្លូវប្រាសាទនេះមានកំពែងធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញដែលមានគោបុរៈក្រៅពីនេះ
មានប្រាសាទនៅខាងជើងដែលតម្កល់ឡើង2និងមានបណ្ណាល័យ2នៅលើភ្នំនេះមានរូបព្រះបាទជាន់ទុកដែលស្ថិតនៅចំកណ្ដាលនៃផ្លូវចូលទៅកាន់ប្រាសាទនៅប្រាង្គកណ្ដាលដើមឡើយមានតម្កល់ឡើងព្រះឥសូរប្រាង្គនេះមានផ្លូវចូលតាមទិសទាំង4ប្រាង្គទាំង4នៅជាន់ខាងលើក៏មានតម្កល់ឡើងព្រះឥសូរផងដែរតែមានផ្លូវចូលតែ2តែប៉ុណ្ណោះប្រាង្គកណ្ដាលមានចម្លាក់អប្សរាសិលាចារឹកនៅផ្នែកខាងលិចនៃទ្វារខាងជើងនៃប្រាង្គកណ្ដាលតាមសិលាចារឹកប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្ដាលទីក្រុងយសោធរគិរីក្រោយមកគេហៅថាភ្នំកណ្ដាលការហៅនេះប្រហែលជាគេគិតទៅលើការប្រៀបធៀបរវាងប្រាសាទភ្នំបូកនិងប្រាសាទភ្នំក្រោមដែលជាភ្នំនៅកណ្ដាលគេបច្ចុប្បន្នគេហៅប្រាសាទភ្នំបាខែងដោយសារតែគេបានរកឃើញឈ្មោះនេះលើកដំបូងនៅលើសាលាចារឹករបស់ប្រាសាទនៅសតវត្សទី16ឥឡូវនេះវីដេអូរបស់ខ្ញុំគឺឈានដល់ទីបញ្ចប់ហើយបងប្អូនទាំងអស់គ្នាសូមអធិស្ឋានចំពោះកំហុសខុសឆ្គងទាំងអចេតនាទាំងចេតនាទាំងអត្ថន័យនិងកង្វះព័ត៌មានលម្អិតផ្សេងៗហើយក៏សូមទទួលយកនៅការរិះគន់ឬក៏មតិយោបល់កែសម្រួលផ្សេងៗរបស់បងប្អូនទាំងអស់គ្នាដោយក្តីគោរពរាប់អានជម្រាបលាជួបគ្នានៅវីដេអូក្រោយ